តែអ្នកទាំងអស់គ្នាធ្លាប់តែឃើញគេឡើងធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីផ្សេងៗតែអ្នកទាំងអស់គ្នាឆ្ងល់ថាក្នុងនាមជាវាគ្មិនកិត្តិយសតើនឹងមានអារម្មណ៍បែបណាដែរតើភ័យរន្ធត់រំភើបញាប់ញ័រឬក៏បែបណាដែរថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាវគ្គទី1នៃ vlog ដែលខ្ញុំបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅក្នុង vlog នេះផងដែរគឺខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំទៅធ្វើជា speaker នៅក្នុងកម្មវិធី TEDx ភ្នំពេញអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាថាតើរយៈពេល1ថ្ងៃនៅក្នុងជីវិតរបស់ខ្ញុំនឹងគឺជួបសកម្មភាពអីគេខ្លះដែរហើយនៅពេលដែលជា speaker អញ្ចឹងតើមានបទពិសោធន៍ឬក៏អារម្មណ៍បែបណាដែរអញ្ចឹងនៅពេលដែលខ្ញុំទៅដល់កម្មវិធី venue ដំបូងនេះគឺពួកខ្ញុំបានមកជុំគ្នាជាមួយនឹងបំណងធីមានមេងហៀងហើយជាមួយនឹងមានបងប្អូនផងដែរហើយពេលដែលមកហ្នឹងគឺពួកខ្ញុំបានមក check ទីតាំងម្សិលមិញមួយសាហើយតែថ្ងៃនេះយើងមករៀងលឿនតិចទៅដើម្បីអាច network ក៏ដូចជានិយាយគ្នាលេងជាមួយនឹងបង speaker ផ្សេងទៀតផងដែរហើយនេះអ្នកទាំងអស់គ្នាគឺជា extend រូបរបស់ខ្ញុំដូចគ្នាអត់នៅខាងក្នុងនិងនៅខាងក្រៅជួយ comment ប្រាប់ផងហើយក៏មានជួបបង speaker ផ្សេងនៅ behind the scene ផងដែរមុនពេលដែលឡើងហើយនេះគឺជារូបភាពនៅខាងក្រោយឆាកចាំអ្នកទាំងអស់គ្នាឆ្ងល់ថាអូបើយើងឡើងទៅលើឆាកអញ្ចឹងតើនៅក្រោយឆាកគឺមានអីគេខ្លះនេះគឺជាសកម្មភាពនេះឯងហើយនេះគឺខ្ញុំបានឡើងទៅលើឆាកហើយដែល topic របស់ខ្ញុំថ្ងៃនេះគឺ what if life doesn't make sense right now ចុះបើសិនជាជីវិតរបស់យើងមានអារម្មណ៍ថាដូចអត់ទាន់ត្រូវអញ្ចឹងតែមានន័យថាម៉េចតើគួរតែធ្វើបែបណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានចូលរួមកម្មវិធី TEDx ភ្នំពេញប្រហែលជាបានស្ដាប់ឮហើយជួយ comment ប្រាប់ផងថាតើមានអ្នកណាគេខ្លះដែលបានជើញចូលរួមដែរហើយសម្រាប់អ្នកដែលអត់តចូលរួមទេខ្ញុំនឹងសង្ខេបបន្តិចបន្តួចជូនអញ្ចឹងពេលខ្លះយើងគិតថាអូជីវិតរបស់យើងដូចចម្លែកឧទាហរណ៍ថាអូរៀនជំនាញផ្សេងទៅធ្វើការងារផ្សេងឬមួយក៏ឧទាហរណ៍ថាអូអត់ទាន់ដឹងថាខ្លួនឯងចង់រៀនជំនាញអីអត់ទាន់ដឹងថាខ្លួនឯងចង់ធ្វើការងារអីចង់បើក business បែបណា start up បែបណាឬមួយក៏អីជាដើមអញ្ចឹងទៅក៏ប៉ុន្តែនេះគឺគ្រាន់តែជា dots មួយនៅក្នុងជីវិតយើងចំណុចមួយនៅក្នុងជីវិតរបស់យើងឯងប៉ុន្តែយូរទៅ dot ផ្សេងហ្នឹងគឺនឹង connect គ្នាឯងពេលដែលយើងកាន់តែយូរទៅយើងកាន់តែមានអារម្មណ៍ថាអូតាមពិតពីមុនមកបាត់ពិសោធន៍ដែលយើងបានជួបកន្លែងនេះទៅកន្លែងនោះដល់មកកន្លែងនេះវិញអីហ្នឹងគឺសិតសឹងតែជាបទពិសោធន៍ដែលអាចជួយយើងនៅក្នុងជីវិតយើងផងដែរហើយខ្ញុំក៏បានថតរូបលេងជាមួយបងអូនដែលមានបងអូនគាត់បានសុំថតរូបចឹងទៅហើយខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបើសិនជាឃើញខ្ញុំនៅខាងក្រៅគឺខ្ញុំរស់រាយខ្លាំងមែនតើហើយខ្ញុំក៏សប្បាយចិត្តដែរនៅពេលដែលអ្នកទាំងអស់គ្នាចង់ថតរូបមួយចឹងហ្នឹង feel free to reach out to me anytime ហើយបន្ទាប់មកទៀតពេលថ្ងៃឡើងគឺខ្ញុំមកកាន់បំណង housing វិញអញ្ចឹងនៅចុងសប្តាហ៍នេះនៅបំណង housing campus 4គឺយើងមានការដែលបង្រៀន Chinese club ដែលអ្នកគ្រូចិនរបស់យើងគឺថាគាត់ពិតជាស្អាតឆ្លាតប៉ាកែទៀតអ្នកទាំងអស់គ្នាគឺខ្ញុំបានឃើញគាត់បរៀនបងប្អូននៅបំណង housing ហ្នឹងគឺ very potential ខ្លាំងមែនតែម្ដងហើយ very professional ដូចគ្នាដែរអញ្ចឹងខ្ញុំបានឃើញបងប្អូនគាត់បានហ៊ានចិនហ៊ានអីបន្ថែមអញ្ចឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតែដោយសារតែបងប្អូននៅបំណង housing ដែលត្រូវបានជ្រើសរើសឲ្យបានស្នាក់នៅជាប់ស្នាក់នៅហ្នឹងគឺគាត់ឆ្លងកាត់វគ្គជាច្រើននៃគាត់ទៅសេផងសម្ភាសផងនាំបានជាប់តែពេលដែលបានជាប់ទៅគឺឃើញពួកគាត់ very potential គាត់មានធ្វើ project អីផ្សេងគាត់បានចូលរួមកម្មវិធីផ្សេងអញ្ចឹងធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងនេះគឺជា a day in my life តែពេលព្រឹកឡើងគឺខ្ញុំបានទៅធ្វើជា speaker នៅក្នុងកម្មវិធី TEDx ភ្នំពេញឆ្នាំ2025នេះហើយពេលថ្ងៃឡើងគឺមកកាន់បំណង housing វិញហើយ to answer the question ក៏ដូចជាដើម្បីឆ្លើយទៅសំណួរដំបូងដែលខ្ញុំបានសួរនៅក្នុងការចាប់ផ្ដើមវីដេអូនេះដំបូងថាចុះក្នុងនាមជា speaker តើមានអារម្មណ៍បែបណារន្ធត់ញាប់ញ័ររំភើបបែបណាអញ្ចឹងគឺសម្រាប់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងហើយខ្ញុំរៀងខុសគេបន្តិចពេលដែលនៅលើឆាកហ្នឹងអត់ភ័យទេតែពេលដែលចុះមកវិញក៏រៀងភ័យអញ្ចឹងទៅអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើល vlog នេះហើយគឺបានឃើញសភាពជាក់ស្ដែងតាមពិតទៅពីក្មេងមកខ្ញុំក៏មិនប៉ាកែនៅក្នុងការនិយាយជាសាធារណៈឬក៏លើឆាកអីដែរដែលអ្នកទាំងអស់គ្នានឹងអាចទៅមើលវីដេអូខ្ញុំផ្សេងទៀតតាក់ទងជាមួយនឹងកន្លឹះនៅក្នុងការនិយាយជាសាធារណៈបានអញ្ចឹងអរគុណច្រើនដែលបានមើលវីដេអូនេះពីដើមដល់ចប់សូមកុំភ្លេច mention មិត្តភ័ក្តិបងប្អូនកូនក្មួយដែលគាត់បានទៅកម្មវិធី TEDx ឬមួយក៏គាត់ចង់ទៅកម្មវិធី TEDx នៅពេលក្រោយក្នុង comment ខាងក្រោមនេះក៏ដូចជាចែករំលែកវីដេអូនេះជាមួយពួកគាត់ផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេងរស់សថាមនី